បាទសូមស្វាគមន៍បងប្អូនទាំងអស់គ្នាសម្រាប់មកកាន់វគ្គនៅក្នុងការរចនាអក្សរខ្មែរអូខេអញ្ចឹងនៅក្នុងមេរៀនទី1នេះគឺជាមេរៀនមួយដែលខ្ញុំនឹងធ្វើការបង្ហាញអំពីរបៀបក៏ដូចជាបច្ចេកទេសនៅក្នុងការស្វែងយល់អំពីរបៀបនៃការរចនាអក្សររបស់យើងជាខាងដើមសិនហើយខ្ញុំនឹងធ្វើការលាតត្រដាងជាមួយនឹងអក្ខបាំងនៅក្នុងការរចនាអក្សរក៏ដូចជាគន្លឹះជាច្រើនទៀតនៅក្នុងការធ្វើអក្សរថាតើយើងចាំបាច់ត្រូវចេះត្រូវដឹងចំណុចណាខ្លះដើម្បីឲ្យយើងធ្វើការរចនាអក្សរទាំងអស់នោះបានស្អាតហើយទាក់ទាញអញ្ចឹងនៅក្នុងគន្លឹះនៃការរចនាអក្សរខ្មែរគឺខ្ញុំដាក់ថាមាន3របៀបដូច្នេះគ្នាយើងសិក្សាវគ្គមួយនេះដើម្បីឲ្យប្រកបទៅលើការសិក្សានឹងឲ្យមានគុណភាពគ្នាយើងមើលទៅតាមវីដេអូនីមួយទៅតាមភាគនីមួយដែលខ្ញុំបានរៀបចំសម្រាប់សម្រាំងឡើងពិសេសមួយនេះគ្នាយើងមើលឲ្យចប់ទៅតាមវីដេអូនីមួយណាបើសិនជាគ្នាយើងរំលងឬក៏ខាដើម្បីឲ្យឆាប់ចប់អានឹងប្រហែលជាគ្នាយើងនឹងបាត់បង់ទៅលើបច្ចេកទេសក៏ដូចជាចំណុចសំខាន់នៅក្នុងមេរៀនមួយនេះអញ្ចឹងនៅក្នុងមេរៀនមួយនេះខ្ញុំនឹងធ្វើការបង្ហាញអំពីរបៀបនៃការសិក្សារបស់យើងនឹងគឺមាន3របៀបនៅក្នុងការរចនាអក្សរខ្មែរអូខេអញ្ចឹងនៅក្នុងរបៀបទី1គឺការរចនាតាមចំណង់ចំណូលចិត្តជាទូទៅនៅក្នុងការរចនាអក្សរខ្មែរយើងណាភាគច្រើនគឺគ្នាយើងត្រូវការឧទាហរណ៍ថាចិត្តរបស់យើងហ្នឹងចង់រចនាអក្សរណាមួយដែលប្លែកមើលទៅតាក់ទាញជាងគេចឹងទៅអញ្ចឹងការរចនាអក្សរបែបហ្នឹងតាមគំនិតរបស់យើងឬក៏តាមអ្វីដែលយើងត្រូវការហ្នឹងតើយើងត្រូវចេះទៅលើការប្រើប្រាស់ឧបករណ៍បែបណាខ្លះយើងត្រូវដឹងរបៀបយ៉ាងម៉េចខ្លះដើម្បីឲ្យយើងធ្វើការរចនាអក្សរតាមចំណង់ចំណូលចិត្តរបស់យើងគ្នាយើងមើលទៅតាម sample នៃអក្សរដែលខ្ញុំបានដាក់ហ្នឹងអក្សរទាំងអស់នេះគឺខ្ញុំធ្វើការរចនាទៅតាមចំណង់ចំណូលចិត្តដែលខ្ញុំត្រូវការហើយនឹងអក្សរមួយចំនួនទៀតនេះគឺខ្ញុំធ្វើការរចនាដោយចម្លងមានន័យថាធ្វើការ copy ទៅលើទម្រង់អក្សរណាមួយដែលខ្ញុំពេញចិត្តហើយទម្រង់មួយបែបទៀតគឺយើងធ្វើការចម្លងដោយអក្សរនឹងឯងយើងធ្វើការព្រៀងឬក៏ហៅថា skit នៅក្នុងក្រដាស់បាទយើងធ្វើការព្រៀងនៅលើក្រដាស់ហើយយើងធ្វើការចម្លងក៏បានដែរអានេះគឺជា technique នៅក្នុងការរចនាអក្សរខ្មែររបស់យើងអញ្ចឹងនៅក្នុងដំណាក់កាលទី1ឬក៏នៅក្នុងជំហានទី1ដែលយើងធ្វើការរចនាតាមចំណង់ចំណូលចិត្តគឺខ្ញុំនឹងលម្អិតទៅលើការប្រើប្រាស់ឧបករណ៍បែបណាខ្លះហើយយើងត្រូវផ្ដោតសំខាន់ទៅលើអីខ្លះដើម្បីឲ្យធ្វើការរចនារបស់យើងនឹងឯងបានមានគុណភាពហើយរចនាទៅមានភាពតាក់ទាញអញ្ចឹងទៅណាអូខេចំណុចទី2គឺការរចនាទៅតាមទម្រង់ font ជាទូទៅនៅក្នុងការរចនាអក្សរមិនមែនយើងរចនាទៅតាមចំណង់ចំណូលចិត្តមានន័យថាយើងគូខ្លួនឯងទាំងស្រុងទេមិនមែនអញ្ចឹងទេណាដោយសារអីដោយសារទម្រង់ font នៅក្នុងខ្មែរ Unicode របស់យើងណាក៏មានទម្រង់ស្អាតដែរតួយ៉ាងដូចជាទម្រង់ font នៅក្នុងអក្សរដែលខ្ញុំបានដាក់ហ្នឹងទម្រង់ font មួយនេះក៏ស្អាតដែរអញ្ចឹងយើងអាចយកទម្រង់ font មួយហ្នឹងទៅកែវាមានន័យថាយើងទៅពុតយើងទៅឆ្នៃយើងទៅបន្ថែមបន្ថយទៅលើចំណុចណាទៀតដែលយើងមើលទៅគិតថាវាទំនងមើលទៅពុតវាទៅគិតថាវាសមទៅតាមអ្វីដែលយើងត្រូវការមែនទេអូខេអញ្ចឹងតកតទៅនឹងការរចនាអក្សរប្រសិនបើបងប្អូនណាគាត់ពុំមានជំនាញឬក៏ពុំចេះទៅលើការគូអក្សរពុំចេះទៅលើការឆ្លាក់អក្សរទេមិនចាំបាច់ភ័យទេគ្នាយើងមិនចាំបាច់ភ័យចំណុចហ្នឹងទេពីព្រោះការសិក្សាទៅលើវគ្គមួយនេះគឺខ្ញុំដឹងរួចហើយថាគ្នាយើងខ្លះគឺគាត់អត់ចេះនៅក្នុងការឆ្លាក់អក្សរទេអញ្ចឹងគ្នាយើងមិនចាំបាច់ព្រួយបារម្ភចំណុចហ្នឹងទេខ្ញុំនឹងមានវិធីសាស្ត្រទី3គឺការចម្លងនេះការរចនាតាមរបៀបចម្លងចាំមើលថាតើរបៀបចម្លងមិនទៀតអញ្ចឹងដំណាក់កាលទី2គឺយើងធ្វើការរចនាអក្សរហ្នឹងយើងធ្វើការពុតទៅតាមទម្រង់ font ដែលយើងមានស្រាប់អញ្ចឹងគ្នាយើងស្រឡាញ់ font មួយណាដែលយើងអាចយកវាមកប្រើបានហើយយើងធ្វើការពុតទៅលើ font មួយហ្នឹងទៅតាម concept ដែលយើងត្រូវការទៅទី3នេះគឺជាចំណុចសំខាន់ដែរការរចនាតាមរបៀបចម្លងនេះអាការរចនាបែបហ្នឹងទោះបីជាគ្នាយើងមិនចេះនៅក្នុងការឆ្លាក់អក្សរក៏ដោយក៏គ្នាយើងអាចប្រើវិធីសាស្ត្រនៅក្នុងការចម្លងដូចគ្នាចម្លងហ្នឹងចម្លងបែបណារបៀបនៃការចម្លងវាមានច្រើនទី1
មានន័យថាយើងធ្វើការឆ្លាក់អក្សរនៅក្រដាស់ហើយយើងយកអក្សរនឹងឯងមកចម្លងនៅក្នុងកម្មវិធី Adobe Illustrator នឹងឯងឬក៏ថា AI នឹងឯងទី2គឺយើងចម្លងទៅតាមតម្រងអក្សរដែលមានស្រាប់ឧទាហរណ៍ថាយើងឃើញអក្សរណាមួយដែលយើងពេញចិត្តហើយតម្រងឆ្លាក់របស់គេល្អតម្រងឆ្លាក់របស់គេមើលទៅតាក់ទាញអញ្ចឹងយើងអាចយកតម្រងអក្សរមួយនឹងយកវាមកធ្វើការ copy ដែរឃើញទេអញ្ចឹងនៅក្នុងចំណុចទី3នេះគ្នាយើងនឹងចេះរបៀបក៏ដូចជា technique នៅក្នុងការ copy ចម្លងថាតើយើងត្រូវប្រើប្រាស់ឧបករណ៍មួយណាខ្លះហើយរបៀបចម្លងរបស់យើងយ៉ាងម៉េចហើយពេលចម្លងបានអក្សរនឹងហើយយើងនឹងមានបច្ចេកទេសយ៉ាងម៉េចទៀតដើម្បីពុតអក្សរនឹងឯងឲ្យវាមានភាពតាក់ទាញហើយមើលទៅវាកាន់តែល្អប្រសើរនោះអញ្ចឹងនៅក្នុងមេរៀនមួយនេះគឺខ្ញុំនិយាយអំពីរបៀបនៃការសិក្សាអំពីការរចនាអក្សរឲ្យគ្នាយើងដឹងអញ្ចឹងសិនអញ្ចឹងមេរៀនបន្ទាប់គឺខ្ញុំនឹងធ្វើការបង្ហាញអំពីការរចនាមួយថាតើនៅក្នុងការរចនាតាមចំណង់ចំណូលចិត្តយើងត្រូវសិក្សាទៅលើឧបករណ៍បែបណាខ្លះការរចនាទៅតាម font ហ្នឹងថាតើយើងគួរតែសិក្សាទៅលើឧបករណ៍បែបណាខ្លះហើយការរចនាតាមរបៀបនៃការចម្លងនោះថាតើយើងត្រូវសិក្សាទៅលើឧបករណ៍អីខ្លះអញ្ចឹងខ្ញុំនឹងលើកយកឧបករណ៍ទាំងអស់នោះមកធ្វើការបង្ហាញមួយឲ្យគ្នាយើងយល់ឲ្យគ្នាយើងច្បាស់ជាមួយនឹងឧបករណ៍នោះសិនជាធម្មតាប្រសិនបើយើងមិនច្បាស់ជាមួយនឹងឧបករណ៍ទាំងអស់នោះទេឬក៏យើងមិនទាន់រៀនលម្អិតអំពីឧបករណ៍នៃការចម្លងអក្សរនោះទេប្រកាសណាស់គ្នាយើងធ្វើការរចនាអក្សរមិនទាន់ស្អាតទេពីព្រោះការ copy ចម្លងការពុតការកែកនអក្សរហ្នឹងគឺអាស្រ័យទៅលើឧបករណ៍និង technique របស់យើងនឹងហើយដូច្នេះមូលដ្ឋានគ្រឹះនៃការរចនាអក្សរគ្នាយើងចាំទៅសិក្សានៅមេរៀនបន្ទាប់ខ្ញុំនឹងបង្ហាញអំពីឧបករណ៍នីមួយឲ្យគ្នាយើងយល់ច្បាស់អំពីការប្រើប្រាស់ហើយនឹងយល់ច្បាស់អំពី technique នៅក្នុងការរចនាអក្សរទាំងអស់ហ្នឹងអូខេអញ្ចឹងនៅក្នុងមេរៀនមួយនេះខ្ញុំមានតែប៉ុណ្្នឹងទេចាំជួបគ្នានៅមេរៀនបន្ទាប់ទៀតសូមអរគុណ